បន្ទាប់ពីសើបបានដំណឹងហើយក៏បានទទួលដំណឹងថាគឺជាផាត់លោកសេដ្ឋីមិនទុកយូរបានឲ្យគេទៅចាប់ផាត់មករួចសម្លាប់ដោយគ្មានត្រាប្រណីសាកសពត្រូវបានគេយកទៅឲ្យក្រពើស៊ីពូផនគាត់ពិតជាអាណិតផាត់ខ្លាំងណាស់តែគាត់មិនអាចជួយអ្វីបានទេបានត្រឹមតែនៅស្ងៀមពេលរាត្រីនេះបានកន្លងផុតទៅគ្រូខ្មោចបានឲ្យយោបល់ទៅលោកសេដ្ឋីថាត្រូវតែយកស្ត្រីក្រមុំណាម្នាក់មកធ្វើពិធីទៅបានលោកសេដ្ឋីបានគិតថាគួរជ្រើសយកអ្នកណាទើបស័ក្តិសមគិតហើយលោកសេដ្ឋីក៏សួរគ្រូខ្មោចថាតើថ្ងៃណាទើបយើងអាចធ្វើពិធីនេះបានទៀតគឺ7ថ្ងៃទៀតលោកសេដ្ឋីដល់ថ្ងៃកំណត់លោកគ្រូអញ្ជើញមកចុះខ្ញុំបានគិតរួចហើយថាអ្នកណាស័ក្តិសមសម្រាប់ការធ្វើពិធីនេះលោកគ្រូខ្មោចបានត្រឡប់ទៅវិញរងចាំដល់ថ្ងៃធ្វើពិធីទើបត្រឡប់មកវិញព្រឹកបន្ទាប់អ៊ំគីបានដឹងដំណឹងនេះលោកសេដ្ឋីនឹងរើសស្ត្រីក្រមុំណាម្នាក់ដើម្បីធ្វើពិធីសុំខមាទោសអ៊ំគីមិនបានបង្អឹងយូរទេបានយករឿងនេះទៅពិភាក្សាជាមួយអប្សរបើសិនជាលោកសេដ្ឋីជ្រើសរើសអ្នកណាម្នាក់ហើយគ្មានអ្នកណាអាចកែប្រែបានទេសូម្បីប្រពន្ធរបស់គាត់ពេលនោះអប្សរឲ្យយោបល់ថានៅទីនេះអាចមានអ្នកណាដែលទុកចិត្តបានហើយដឹងរឿងច្បាស់អ៊ំគីបានគិតដល់ពូផនពេលនោះពួកគាត់បានស្កាត់ទៅរកពូផនអ៊ំគីនិងអប្សរបាននាំគ្នាធ្វើដំណើរទៅបេះបន្លែនៅឯចំការកន្លែងថែគោពេលទៅដល់អ៊ំគីបានហៅពូផនផនមានកាបន្តិចតាមពិតអ៊ំគីនិងពូផនគឺជាអ្នកភូមិជាមួយគ្នាបាទអ៊ំមានការអីដែរអ៊ំគីបានរៀបរាប់គ្រប់រឿងពេលនោះអមរិតក៏ដើរមកដល់អ៊ំគីត្រឹងបន្តិចពូផនប្រាប់ថាមិនអីទេអ៊ំអ្នកកំឡោះនេះអាចទុកចិត្តបានអ៊ំគីបន្តរៀបរាប់នឹងសួរពូផនថាតើយើងគួរធ្វើដូចម្តេចពូផនបានប្រាប់ថាការពិតរឿងដែលកើតឡើងមិនមែនមកពីខ្មោចព្រាយបិសាចឬវិញ្ញាណណាមួយចង់ឲ្យធ្វើពិធីបូជាជីវិតនោះទេមកពីគ្រូខ្មោចម្នាក់នោះចង់បង្រួបលោកសេដ្ឋីតែប៉ុណ្ណោះអ្វីដែលសំខាន់យើងគួរតែធ្វើបែបណាទើបលោកសេដ្ឋីឈប់ជឿលើគ្រូខ្មោចហើយឈប់ចង់យកជីវិតអ្នកណាម្នាក់មកបូជាអង្គីបានគិតដល់ពូខណ្ឌដែលជាពូរបស់សម្ផស្សបើមានមេការខណ្ឌចូលរួមប្រហែលជាអាចមានសង្ឃឹមពេលនោះចៃដន្យមេការខណ្ឌបានចុះមកត្រួតពិនិត្យអង្គីបានបកដៃហៅមេការមកនេះមកផ្លែតមេការខណ្ឌឆ្លើយមានការអីអ៊ំមានរឿងអីមែនបានជាជួបជុំគ្នាបែបនេះអង្គីសម្លឹងមើលមុខមេការខណ្ឌមួយស្របក់ទៅនិយាយអ៊ំសុំទោសទុកពីមុនបើក្មួយមិនពេញចិត្តឬមិនចង់សូមក្មួយធ្វើមិនដឹងមិនលឺចោះគឺនៅប្រហែលថ្ងៃក្រោយនេះលោកសេដ្ឋីនឹងធ្វើពិធីបូជាស្ត្រីក្រមុំម្ដងទៀតពួកអ៊ំពិតជាខ្លាចណាស់បើមេការខណ្ឌអាចជួយបានតើមេការខណ្ឌអាចជួយបានឬអត់មេការខណ្ឌគិតបន្តិចរួចសម្លឹងទៅអ៊ំគីអ៊ំចង់មានន័យពេលនោះពូផនបានចេញបកស្រាយថាតាមពិតរឿងទាំងអស់មិនមែនមកពីខ្មោចបិសាចអីទេគឺមកពីគ្រូខ្មោចនោះមេការខណ្ឌឆ្លើយភ្លាមថាខ្ញុំក៏ដឹងដែរអ៊ំគីនិងពូផនបាត់ផ្នែកធំអញ្ចឹងមេការក៏ដឹងដែរបាទត្រូវហើយតែខ្ញុំសូមមិនលុបដៃគ្រូរឿងនេះទេអ៊ំគីនិងពូផនបានអង្វរសូមមេការជួយផងទៅព្រោះពួកយើងម្នាក់សុទ្ធតែមានសាច់ញាតិធ្វើការនៅទីនេះបើប៉ះអ្នកដទៃមិនអីទេចុះបើប៉ះសាច់ញាតិខ្លួនឯងនោះតើឲ្យពួកខ្ញុំធ្វើចិត្តយ៉ាងម៉េចទៅមេការខណ្ឌបានលើកឡើងថាក្មួយស្រីខ្ញុំមិនអាចជួយនាងបានផងតើខ្ញុំអាចទៅជួយអ្នកណាបានមេការខណ្ឌនិយាយទាំងទឹកមុខស្រពោនពេលនោះអមរិតនិងអប្សរបាននិយាយព្រមគ្នាថាពូមេការសូមជួយផងទៅព្រោះបើរឿងនេះមិនអាចដោះស្រាយបានទេតទៅមុខនឹងមិនដឹងថាមានមនុស្សប្រមាណអ្នកទៀតត្រូវមកស្លាប់ទៀតទេមេការឆ្លើយតើឲ្យខ្ញុំជួយយ៉ាងម៉េចបានពូផនបញ្ជាក់ឲ្យតែមេការព្រមខ្ញុំមានវិធីបានតែកុំឲ្យតែមានបញ្ហាដល់ខ្ញុំទៅបានហើយពូផនបានប្រាប់ថានៅក្នុងភូមិមួយដែលនៅឆ្ងាយពីភូមិកំណើតរបស់គាត់មានគ្រូម្នាក់ឈ្មោះលោកគ្រូច័ន្ទគាត់ជាគ្រូល្អអាចជួយពួកយើងបានសំខាន់សូមលោកមេការជួយនាំដំណឹងនេះទៅប្រាប់គាត់ហើយរៀបគម្រោងឲ្យលោកសេដ្ឋីបានជួបជាមួយគ្រូច័ន្ទដើម្បីអាចទប់ស្កាត់ការយកជីវិតមនុស្សទៅធ្វើពិធីបូជាបានមេការខណ្ឌបានយល់ព្រមរួចយកកាលចេញទៅពូផានបានសួរអ៊ំគីពូផនបានសួរអ៊ំគីអ៊ំនេះក្មួយអ៊ំមែនខ្ញុំដូចមិនដែលស្គាល់កុំសួរនាំអីច្រើនពេកនាងឈ្មោះអប្សរពូផនសម្លឹងមើលមុខអប្សរដោយងឿងឆ្ងល់បាទចុះមុខនាងកើតអីបានជាបានហើយដឹងតែក្មួយអ៊ំទៅបានហើយជួយមើលគ្នាផងមានការអីចាំអ៊ំមកទៀតបន្ទាប់មកអ៊ំគីនិងអប្សរក៏ដើរសម្ដៅទៅបេះបន្លែ
ពេលនោះអមរិតតាមសម្លឹងមើលនាងដោយក្តីងឿងឆ្ងល់ដូចគ្នាតែនាយមិនបានសួរនាំទៅអប្សរនោះទេពេលអង្គីនឹងអប្សរទៅបាត់អមរិតសួរទៅពូផនថាតើគ្រូច័ន្ទអាចមកឬអត់ពូផនបានតបដោយមិនស្ទាក់ស្ទើរបើគាត់ជាមកហេតុអីបានពូច្បាស់ម្លេះគឺមកពីគ្រូច័ន្ទជាបងជីដូនមួយខាងម្ដាយរបស់ពូគាត់ខ្លាំងខាងមន្តវិជ្ជាគ្រូអាគមហើយគាត់ជាគ្រូល្អគាត់ពិតជាមកនៅពេលរសៀលមេការខណ្ឌបាននាំដំណឹងមកថាគាត់បានជួបនឹងគ្រូច័ន្ទហើយគ្រូច័ន្ទបានប្រាប់ថាគាត់នឹងជួយពួកយើងពេលនោះអង្គីអរណាស់ដោយនៅព្រឹកស្អែកលោកសេដ្ឋីនឹងចេញដំណើរទៅភូមិមួយដើម្បីទារប្រាក់ពីអ្នកចំពាក់លុយនិងឆ្លៀតទៅលេងផ្ទះមិត្តសម្លាញ់របស់គាត់ផងដែរមេការខណ្ឌបាននាំដំណឹងនេះទៅប្រាប់លោកគ្រូច័ន្ទបន្ទាប់ពីចេញទារលុយអ្នកចំពាក់ហើយលោកសេដ្ឋីបានធ្វើដំណើរទៅផ្ទះមិត្តសម្លាញ់របស់គាត់ពេលទៅដល់លោកគ្រូច័ន្ទក៏នៅទីនោះដែរមិត្តសម្លាញ់បានណែនាំលោកគ្រូច័ន្ទទៅកាន់លោកសេដ្ឋីថាលោកគ្រូច័ន្ទជាគ្រូល្បីប្រចាំភូមិស្រុកនេះអ្នកស្រុកនេះអ្នកណាក៏ជឿគាត់ដែររាល់អ្នកដែលមានបញ្ហាឲ្យតែបានមកជួបគាត់លោកគ្រូអាចជួយបានទាំងអស់លោកសេដ្ឋីហាក់មិនចាប់អារម្មណ៍នោះទេពេលនោះលោកមេការខណ្ឌបានឲ្យយោបល់ទៅលោកសេដ្ឋីថាលោកសេដ្ឋីគួរតែសាកមើលបើបានជួបគ្រូខ្លាំងហើយកុំឲ្យស្ដាយពេលនោះលោកសេដ្ឋីសម្លឹងមើលទៅមិត្តសម្លាញ់របស់គាត់មិត្តរបស់គាត់ងក់ក្បាលលោកសេដ្ឋីបានសួរទៅលោកគ្រូច័ន្ទមើលលោកគ្រូជួយទាយមើលលោកគ្រូជួយទាយឲ្យយើងតែមើលថារាល់ថ្ងៃនេះរាសីយើងយ៉ាងម៉េចដែរលោកគ្រូបានសួរនាំថ្ងៃខែកំណើតមើលមុខនិងមើលខ្សែបាតដៃរួចនិយាយថាតើខ្ញុំអាចនិយាយបានទេក្នុងចំណោមមនុស្សទាំងនេះពេលនោះលោកសេដ្ឋីបានឲ្យមនុស្សដែលគាត់មិនសូវទុកចិត្តចាញ់ហើយសម្លាញ់របស់គាត់ក៏ដូចគ្នាលោកគ្រូច័ន្ទដំបងរៀបរាប់ពីអាការៈរបស់លោកសេដ្ឋីបន្ទាប់ពីលោកគ្រូរៀបរាប់រួចលោកសេដ្ឋីប្រាប់ថាពិតជាត្រូវណាស់លោកគ្រូបន្ទាប់មកលោកគ្រូបាននិយាយពីការធ្វើពិធីកាលពីថ្ងៃមុនលោកសេដ្ឋីបើកភ្នែកធំរួចនិយាយពីការសម្លាប់ទាសករបុរសនិងបានរៀបរាប់ពីវិញ្ញាណដែលជាប់ឃុំនៅផ្ទះរបស់លោកសេដ្ឋីលោកគ្រូបានសង្កត់ធ្ងន់ថាក្រពើដែលនៅស្រះខាងក្រោយនឹងចេញមកបន្ទាប់ពី2ថ្ងៃទៀតព្រោះវាបានក្លាយជាក្រពើព្រាយសំខាន់តេតងនឹងជីវិតរបស់ក្រុមគ្រួសារលោកសេដ្ឋីបើលោកសេដ្ឋីមិនជឿចាំមើល2ថ្ងៃទៀតក្នុងចិត្តលោកសេដ្ឋីភ័យណាស់តែមិនបាននិយាយអ្វីទាំងអស់លោកគ្រូបានបញ្ជាក់ថាមានតែគាត់ម្នាក់ប៉ុណ្ណោះទើបអាចជួយក្រុមគ្រួសារលោកសេដ្ឋីបានបន្ទាប់ពីនិយាយរួចលោកសេដ្ឋីបានយកមាសទៅជូនលោកគ្រូច័ន្ទតែលោកគ្រូច័ន្ទបដិសេធរួចប្រាប់ថាបើលោកសេដ្ឋីមិនជឿទេខ្ញុំក៏មិនយកមាសនេះដែរខ្ញុំសូមលាសិនហើយលោកគ្រូច័ន្ទក៏ដើរចេញទៅបន្ទាប់ពីលោកគ្រូច័ន្ទចេញទៅបាត់សម្លាញ់របស់លោកសេដ្ឋីបានប្រាប់ថាសម្លាញ់គ្នាមិនកុហកសម្លាញ់ឯងទេលោកគ្រូច័ន្ទនិយាយដូចមើលឃើញបើឯងមិនជឿប្រយ័ត្នមានគ្រោះថ្នាក់ពេលនោះលោកសេដ្ឋីមិនបានតបអ្វីទៅសម្លាញ់របស់គាត់ទេរួចគាត់ក៏លាមិត្តសម្លាញ់គាត់ត្រឡប់មកផ្ទះវិញអាការៈរបស់លោកសេដ្ឋីនៅតែមិនស្រាកស្រានដេកមិនលក់រសាប់រសាល់គ្មានកម្លាំង2ថ្ងៃបន្ទាប់មេឃចាប់ផ្ដើមភ្លៀងយ៉ាងខ្លាំងដែលធ្វើឲ្យទឹកក្នុងស្រះពេញហៀចំណែកឯសត្វក្រពើគឺវាពិតជាឡើងចេញពីក្នុងស្រះពិតមែនសំខាន់វាមិនបានវាទៅណាឆ្ងាយទេគឺមកចាំនៅមាត់ចណ្ដាលផ្ទះធំដែលលោកសេដ្ឋីស្នាក់នៅអ្នកបម្រើដែលដើរចុះមកខាងក្រោមបានឃើញសត្វក្រពើក៏ស្រែកឆាឡោគ្រប់គ្នាបានមកចោមរោមមើលគ្រាន់តែលោកសេដ្ឋីឃើញសត្វក្រពើភ្លាមចាប់ផ្ដើមញ័រដៃជើងព្រោះដូចជាអ្វីដែលលោកគ្រូច័ន្ទបានប្រាប់លោកសេដ្ឋីបានប្រើឲ្យកូនចៅទៅអញ្ជើញលោកគ្រូច័ន្ទដើម្បីមកជួយកម្ចាត់ក្រពើដោយសារតែនៅពេលដែលកូនចៅលោកសេដ្ឋីព្យាយាមសម្លាប់សត្វក្រពើនេះវាយ៉ាងណាក៏ក្រពើនេះដូចជាមិនចេះឈឺចាប់សំខាន់វាមានដាល់ទៅពីក្បាលមានកូនចៅរបស់លោកសេដ្ឋីម្នាក់ត្រូវបានក្រពើខាំស្ទើរតែជិតស្លាប់ដោយសារការព្យាយាមចូលទៅសម្លាប់ក្រពើតែមិនបានសម្រេចបែរជាត្រូវក្រពើខាំទៅវិញបន្ទាប់ពីធ្វើដំណើរចេញទៅអស់រយៈពេលយ៉ាងយូរពួកគេក៏ត្រឡប់មកជាមួយលោកគ្រូច័ន្ទបានឲ្យពួកគេគេចចេញទៅកន្លែងមានសុវត្ថិភាពទុកឲ្យគាត់ចាត់ការក្រពើទាំងពីរនេះគ្រាន់តែលោកគ្រូច័ន្ទមកដល់ភ្លាមក្រពើក៏បែរក្បាលទាំងពីរតម្រង់មករកគ្រូតែម្ដងក្រពើបានផ្លាស់ទីយ៉ាងលឿនលោកគ្រូក៏មិនបង្អង់ដែរបានរត់ទៅរកទីខ្ពស់រួចដកកាំភ្លើងបាញ់ផាំងតែបាញ់ក្រពើនោះមិនមុតសោះដោយសារក្រពើនោះធ្លាប់ស៊ីសាច់មនុស្សហើយម្យ៉ាងទៀតគ្រូខ្មោចដែលមកធ្វើពិធីឲ្យលោកសេដ្ឋីរាល់ដងបានបញ្ចុះអាគមទៅឲ្យក្រពើពីរនោះធ្វើឲ្យវារឹតតែកាចសាហាវនិងពិបាកក្នុងការសម្លាប់បន្ទាប់ពីបាញ់សម្លាប់ដោយគ្រាប់កាំភ្លើងធម្មតាហើយតែមិនអាចសម្លាប់សត្វក្រពើនោះបានលោកគ្រូច័ន្ទបានដកគ្រាប់ពីថង់យាមសោតផ្លុំ3ចប់
រួចដាក់ចូលក្នុងកំភ្លើងសំខាន់លោកគ្រូបានយកអំបោះពណ៌ក្រហមមកចងកណ្ដុងកំភ្លើងទៀតផងបន្ទាប់ពីចងរួចលើកដៃប្រណម្យរួចតម្រង់ទៅកាន់ក្រពើលោកគ្រូតម្រង់កណ្ដុងដោយយកចិត្តទុកដាក់ចំណែកសត្វក្រពើហាក់មិនខ្លាចលោកគ្រូសោះដោយវាគិតថាមុននេះលោកគ្រូបានវាមុនផងដូចនេះគ្មានអ្វីគួរឲ្យខ្លាចនោះទេលោកគ្រូកេះកៃបាញ់តម្រង់ក្បាលក្រពើទី1ផាំងក្រពើប្រកាច់រមួល3 4ជុំរួចនៅស្ងៀមច្បាស់ណាស់ក្រពើមួយនេះបានស្លាប់ហើយក្រពើមួយទៀតបន្ទាប់ពីឃើញគ្នាវាបែបនេះក៏ប្រញាប់រត់គេចតែលោកគ្រូច័ន្ទដៃរហ័សបានបាញ់សម្លាប់ក្រពើមួយទៀតដែលវាបំរុងរត់ចូលទៅក្នុងទឹកស្រះវិញបន្ទាប់ពីសម្លាប់ក្រពើហើយគ្រូច័ន្ទបានឲ្យគេរៀបចំអស់ដើម្បីដុតក្រពើទាំងពីរលោកគ្រូបានប្រាប់ថាដើម្បីអាចកម្ចាត់វិញ្ញាណអាក្រក់របស់ក្រពើនេះបានគឺត្រូវរៀបចំធ្វើពិធីឥឡូវនេះបើមិនអញ្ចឹងទេព្រលឹងវានឹងមកសងសឹកវិញពេលនោះលោកសេដ្ឋីបានសួរតើគូធ្វើបែបណាលោកគ្រូច័ន្ទបានសុំចំណងដៃដែលគ្រូខ្មោចបានឲ្យលោកសេដ្ឋីយល់ព្រមមុនពេលដុតក្រពើទាំងពីរលោកគ្រូច័ន្ទបានយកខ្សែចំណងដៃរបស់លោកសេដ្ឋីដាក់នៅក្បាលក្រពើរួចចាប់ផ្ដើមដុតពេលកំពុងដុតលោកគ្រូច័ន្ទសូត្របាលីបណ្ដារហូតក្រពើនោះឆេះអស់លោកសេដ្ឋីបានឲ្យកូនចៅរៀបចំតាមការបង្គាប់របស់លោកគ្រូគ្មានខ្វះត្រង់ណាឡើយលោកគ្រូបានផ្ដាំយប់នេះគ្រប់គ្នាហាមចេញពីបន្ទប់ដេកឬចេញក្រៅផ្ទះក៏លោកគ្រូបានឲ្យខ្សែមួយបាច់ចងនៅរបងផ្ទះតាមផ្លូវចូលកាន់ចណ្ដាលមាត់ទ្វារនិងមាត់បង្អួចហើយត្រូវបិទទ្វារឲ្យជិតទោះមានរឿងអ្វីឬសំឡេងអ្វីហាមចេញក្រៅគ្រប់គ្នាបានធ្វើតាមមិនមានប្រកែកឡើយលោកគ្រូបានឲ្យខ្សែកព្រះទៅឲ្យលោកសេដ្ឋីរួចលោកគ្រូប្រាប់ថាសូមលោកសេដ្ឋីប្រយ័ត្នខ្លួនផងលោកគ្រូច័ន្ទចាប់ផ្ដើមធ្វើពិធីទៀនធូបចាប់ផ្ដើមឆេះបានបន្តិចខ្យល់ក៏បក់មកយ៉ាងខ្លាំងពេលនោះលោកគ្រូបានបាចអង្គរដែលយកចេញពីថង់យាមគ្រាន់តែបាចរួចខ្យល់ចាប់ផ្ដើមស្ងាត់បានបន្តិចក្រោយមកក៏លេចរូបរាងគ្រូខ្មោចមកមែនដោយមានក្រពើគីពីរក្បាលអមសងខាងគ្រូច័ន្ទនៅស្ងៀមតែគ្រូខ្មោចវិញពិតជាខឹងខ្លាំងណាស់ដែលគ្រូច័ន្ទមកបំផ្លាញផែនការរបស់គាត់ពួកគេបានប្រាស្រ័យអាគមឲ្យប្រយុទ្ធគ្នាគ្រប់គ្នាមានអ្នកខ្លះលោបមើលអ្នកខ្លះដេកឃ្លុំភួយបែកញើសសស្រាក់ដោយសារឮសំឡេងសត្វផ្សេងប្រខំគ្នាដោយទំនងលោកគ្រូច័ន្ទមានប្រៀបជាងពាក្យចុងក្រោយដែលគ្រូច័ន្ទនិយាយទៅកាន់គ្រូខ្មោចនោះគឺឯងសាអាក្រក់មកច្រើនណាស់ដល់ពេលដែលត្រូវសងវិញហើយពេលនោះឮសំឡេងគ្រូខ្មោចស្រែកអូយរួចក៏ស្ងាត់ឈឹងលែងមានសំឡេងអ្វីទាំងអស់បន្ទាប់ពីស្ងាត់មួយស្របក់គេបានឮសំឡេងរបស់លោកគ្រូច័ន្ទនិយាយថាអស់ឲ្យហើយលោកគ្រូសូមលាទៅវិញហើយគ្រាន់តែឮពាក្យនេះភ្លាមសំឡេងលោកសេដ្ឋីបានបន្លឺឡើងលោកគ្រូជប់សិនសូមលោកគ្រូនៅសម្រាប់ទីនេះសិនចុះខ្ញុំមិនទាន់បានអរគុណលោកគ្រូនៅឡើយទេហើយខ្ញុំនៅមានរឿងដែលចង់ឲ្យលោកគ្រូជួយសូមលោកគ្រូតបថាមិនអីទេ3ថ្ងៃក្រោយគ្រូនឹងមកម្ដងទៀតនិយាយរួចលោកគ្រូក៏ដើរចេញទៅគ្រប់គ្នាបានចេញមកជូនដំណើរលោកគ្រូព្រឹកបន្ទាប់បានមកដល់គ្រប់គ្នាមានអារម្មណ៍ធូរស្រាលជាងមុនជាពិសេសគ្រួសារលោកសេដ្ឋីអាការៈដែលកើតមានទាំងប៉ុន្មានស្ទើរបាត់ទៅទាំងស្រុងលោកសេដ្ឋីពិតជាសប្បាយចិត្តណាស់3ថ្ងៃក្រោយលោកគ្រូច័ន្ទពិតជាបានមកម្ដងទៀតមែនលោកសេដ្ឋីទទួលលោកគ្រូច័ន្ទដោយរាក់ទាក់បំផុតលោកគ្រូច័ន្ទបានប្រាប់លោកសេដ្ឋីថាដល់ពេលហើយដែលត្រូវដោះលែងពួកគេគ្រាន់តែលើកបែបនេះលោកសេដ្ឋីឆ្ងល់ណាស់ត្រូវដោះលែងអ្នកណាលោកគ្រូតបវិញគឺវិញ្ញាណទាំងឡាយដែលឃុំជាប់នៅទីនេះលោកសេដ្ឋីបដិសេធយ៉ាងលឿនមិនបានទេលោកគ្រូព្រោះពួកគេជាខ្មោចកាចសាហាវមិនអាចដោះលែងបានទេលោកគ្រូបានបញ្យល់ទៅកាន់លោកសេដ្ឋីបើមិនចង់ឲ្យកូនចៅចំនួនក្រោយមានបញ្ហាទេលោកសេដ្ឋីត្រូវតែធ្វើរឿងនេះលោកសេដ្ឋីបានគិតជាមួយប្រពន្ធរួចក៏យល់ព្រមបានខ្ញុំធ្វើតាមលោកគ្រូទាំងអស់លោកគ្រូបានឲ្យគេចាក់សោយកមឈូសប្អូនស្រីរបស់លោកសេដ្ឋីចេញក្រៅឲ្យគេចាក់លុបស្រះដែលនៅខាងក្រៅផ្ទះនិងប្រមូលឆ្អឹងអ្នកស្លាប់ដែលមាននៅក្នុងនោះមកធ្វើពិធីកម្មទោសនិងឧទ្ទិសកុសលផលបុណ្យដើម្បីឲ្យពួកគេបានទៅចាប់កំណើតបន្ទាប់ពីពិធីធ្វើចាប់រួចរាល់មេឃចាប់ផ្ដើមភ្លៀងប្រៀបដូចចង់ប្រាប់ថាគ្រប់យ៉ាងអស់អីហើយជីវិតរស់នៅនឹងត្រជាក់ត្រជុំបន្ទាប់ពីភ្លៀងរាំងមានខ្យល់បក់ខ្លាំងរួចក៏ស្ងាត់ហើយព្រះអាទិត្យក៏មានពន្លឺឡើងវិញលោកគ្រូច័ន្ទប្រាប់ឲ្យលោកសេដ្ឋីកុំតិចបន្ទប់ដែលដាក់សាកសពប្អូនត្រីចោលទៅហើយសង់ថ្មីធ្វើជាកន្លែងគោរពបូជាដល់ព្រះសម្មាសម្ពុទ្ធវិញពួកគេបានទៅចាប់កំណើតហើយបណ្ដាសាដែលធ្លាប់មានក៏ត្រូវបានចាប់ត្រឹមនេះដែរអ្វីដែលសំខាន់សូមលោកសេដ្ឋីធ្វើអំពើល្អឲ្យបានច្រើន
ឈប់សម្លាប់ជីវិតសត្វតទៅទៀតបន្ទាប់ពីផ្ដែផ្ដាំរួចលោកគ្រូច័ន្ទក៏លាត្រឡប់ទៅវិញអ្វីគ្រប់យ៉ាងប្រែជាស្រះថ្លាហួសពីការគិតលោកសេដ្ឋីចាប់ផ្ដើមបន្ធូរបន្ថយច្បាប់ជាងមុនមានក្តីមេត្តាចំពោះអ្នកក្រោមអាវ៉ាន់សំខាន់លែងមានទោសសម្លាប់ទៀតហើយបានត្រឹមដាក់ពិន័យតិចតួចប៉ុណ្ណោះសម្រាប់អ្នកធ្វើខុសគ្រប់គ្នាដែលជាអ្នកនៅធ្វើការដោះបំណុលនឹងលោកសេដ្ឋីចាប់ផ្ដើមមានអារម្មណ៍ធូរស្រាលជាងមុនមួយឆ្នាំក្រោយមកលោកសេដ្ឋីបានរៀបចំមង្គលការឲ្យកូនប្រុសច្បងយ៉ាងអឹកអធឹកពួកគេបានបង្កើតកូនស្រីមួយដ៏គួរឲ្យស្រឡាញ់ដែលនេះអាចបញ្ជាក់បានថាបណ្ដាសាបានសាបរលាបហើយលោកគ្រូច័ន្ទពិតជាអស្ចារ្យណាស់ដែលអាចដោះបណ្ដាសានេះបានចំណែកអង្គីគាត់កាន់តែចាស់ណាស់ទៅហើយគាត់បានពិភាក្សាជាមួយអប្សរអ៊ំមិនអាចនៅបម្រើលោកសេដ្ឋីបានទៀតទេអ៊ំចង់ត្រឡប់ទៅស្រុកកំណើតវិញរស់នៅក្នុងជីវភាពខ្លួនឯងក្មួយគិតយ៉ាងណាដែរពេលនោះអប្សរនៅត្រឹមមួយស្របាក់រួចនាងនិយាយបើអ៊ំទៅខ្ញុំសុំទៅជាមួយអ៊ំផងមានតែអ៊ំម្នាក់ប៉ុណ្ណោះដែលខ្ញុំអាចពឹងពាក់បានអ៊ំគីបានបដិសេធមិនបានទេអនាគតក្មួយនៅវែងឆ្ងាយមិនអាចទៅនៅជាមួយអ៊ំទេតាមពិតអ៊ំគីចង់ទៅឈប់ដើម្បីទៅបម្រើព្រះសង្ឃក្នុងវត្តព្រោះមួយរយៈនេះគាត់តែងសុបិនឃើញឪពុកម្ដាយរបស់គាត់ដែលបានស្លាប់ទៅដែលកំពុងរងទុក្ខវេទនាដោយសារគាត់គ្មានកូនចៅដូចនេះក៏សម្រេចចិត្តចង់ទៅនៅវត្តបម្រើព្រះសង្ឃសាងកុសលឧទ្ទិសឲ្យឪពុកម្ដាយដែលបានចែកឋានអប្សរធ្វើមុខស្រពោនព្រោះនាងក៏គ្មានសាច់ញាតិដែរបើអ៊ំគីទៅនាងពិតជាពិបាកណាស់ម្យ៉ាងរាល់ថ្ងៃនាងរស់នៅដោយលាក់បាំងពីអត្តសញ្ញាណពិតព្រមទាំងការតុបតែងមុខមាត់ផងដែរអ៊ំគីបានត្រឹមអាណិតអប្សរតែមិនអាចជួយនាងបានទេពេលព្រឹកបានមកដល់អ៊ំគីនិងអប្សរបានទៅបេះបន្លែតាមធម្មតាថ្ងៃនេះពូផនបានមករាក់ទាក់អ៊ំគីបាននាំពូផនទៅនិយាយស្ងាត់តែពីរនាក់អប្សរឆ្ងល់ខ្លាំងណាស់ព្រោះអ៊ំគីមិនដែលមានរបៀបបែបនេះទេពីមុនមកទៅបាត់មួយស្របាក់គាត់ក៏ត្រឡប់មកវិញមើលទៅពួកគាត់ដូចជាសប្បាយចិត្តណាស់បន្ទាប់ពីបេះបន្លែរួចពួកគាត់ក៏ត្រឡប់ទៅវិញព្រឹកស្អែកមកដល់អ៊ំគីនិងអប្សរក៏ទៅបេះបន្លែទៀតពេលទៅម្ដងនេះក៏បានជួបជាមួយអមរិតដែរអ៊ំគីបានឈរជជែកជាមួយអមរិតមួយស្របាក់អប្សរមិនបានចាប់អារម្មណ៍នោះទេនាងរវល់តែបេះបន្លែតាមពិតកាលពីម្សិលមិញអ៊ំគីបាននិយាយគ្នាជាមួយពូផនពីរឿងដែលគាត់សុំឈប់ធ្វើការហើយគាត់នៅបារម្ភពីអប្សរគាត់បានរៀបរាប់ពីជីវិតដ៏កំសត់របស់អប្សរឲ្យពូផនបានដឹងតាមពិតពួកគាត់មានបំណងផ្សំគុំអប្សរជាមួយអមរិតដោយសារតែពួកគេជាក្មេងដែលមានចរិតល្អស្មោះត្រង់និងចេះស្ដាប់ដំបូន្មានចាស់ទុំពូផនបានយករឿងនេះទៅពិភាក្សាជាមួយអមរិតតែគាត់មិនបានប្រាប់ពីការពិតទាំងអស់នោះទេព្រោះគាត់ចង់ដឹងថាតើអមរិតព្រមទទួលយកមនុស្សស្រីដែលមានមុខមាត់មិនស្អាតតែជានារីដែលស្គាល់ខុសត្រូវមានមារយាទល្អប្រពៃនេះដែរឬអត់មិនស្មានថាអមរិតយល់ព្រមនោះទេដោយសេចក្តីអាណិតអាសូរចំពោះនាងអមរិតបានប្រាប់ពូផនថាតាមពិតខ្លួនក៏ចាប់អារម្មណ៍ជាមួយអប្សរដែរទោះបីនាងមានមុខមាត់មិនស្អាតតែខ្លួនមិនប្រកាន់នោះទេអ៊ំគីបានដឹងហើយគាត់រឹតតែសប្បាយចិត្តព្រោះពេលគាត់ចេញទៅអប្សរអាចមានមនុស្សល្អដែលនៅក្បែរនាងនិងមើលថែនាងពួកគាត់មិនទាន់បាននិយាយជាមួយអប្សរនៅឡើយពេលមុនចូលដេកអ៊ំគីបាននិយាយជាមួយអប្សរអ៊ំមានរឿងចង់និយាយអប្សរខំទៀងត្រជាក់ស្ដាប់មានរឿងអីដែរអ៊ំមើលទៅអ៊ំដូចជាមានរឿងសំខាន់ណាស់មែនហើយក្មួយអ៊ំបានគិតហើយពេលដែលអ៊ំចេញទៅហើយទុកឲ្យក្មួយនៅតែឯងវាពិតជាមិនល្អនោះទេម្យ៉ាងទៀតកូនលោកសេដ្ឋីនឹងមកគ្រប់គ្រងចំនួនលោកសេដ្ឋីទោះបីអ្វីគ្រប់យ៉ាងល្អជាងមុនតែអ៊ំនៅតែមិនទុកចិត្តមួយទៀតអ៊ំចង់សុំទោសក្មួយមិនអញ្ចឹងអ៊ំជាអ្នកមានគុណរបស់ខ្ញុំហើយអ៊ំក៏មិនដែលធ្វើបាបខ្ញុំដែររឿងអីដែលអ៊ំមកសុំទោសក្មួយអញ្ចឹងគឺអ៊ំនេះហ៊ានសម្រេចចិត្តជ្រើសគូស្រករឲ្យក្មួយបើក្មួយមិនព្រមក៏មិនអីដែរតែនេះជាអីដែលអ៊ំអាចធ្វើដើម្បីក្មួយបានអប្សរតបមិនអីទេអ៊ំប្រៀបដូចជាចាស់ទុំខ្ញុំអញ្ចឹងខ្ញុំព្រមតាមអ៊ំព្រោះខ្ញុំដឹងថាត្រូវពីឪពុកម្ដាយរបស់ខ្ញុំមានតែអ៊ំទេដែលល្អជាងគេហើយស្រឡាញ់ខ្ញុំជាងគេអ៊ំគេបន្ទាប់ពីដឹងចម្លើយរបស់អប្សរគាត់ពិតជាសប្បាយចិត្តណាស់ទោះបីអប្សរមិនទាន់បានដឹងថាតើអ៊ំគេបានផ្គូផ្គងខ្លួនឲ្យអ្នកណាក៏ដោយតែនាងបានគិតហើយថាបើបុរសម្នាក់នោះមិនមែនជាមនុស្សល្អទេអ៊ំគេក៏មិនផ្សំគុំឲ្យខ្លួនដែរ